ជាគេចាប់ដើមយើងសូមជម្រាបសួរទៅកាន់គណៈគ្រប់គ្រងលោកគ្រូអ្នកគ្រូនិងសិស្សានុសិស្សទាំងអស់គ្នាខ្ញុំបាទមកពីក្លឹបគណិតវិទ្យាដែលដឹកនាំដោយលោកគ្រូខេមពុទ្ធីកម្មវិធីបទកំណែលំហាត់ប្រតិបត្តិស្វេតដែលទៅជាមេរៀនចំពុកទី1នៃថ្នាក់ទី11ដែលសមាជិករបស់ខ្ញុំបាទមានដូចជាខ្ញុំដែលជាប្រធានឈ្មោះអនិតពិពងឈួនសិទ្ធាដែលជាអនុប្រធានហើយនឹងយ៉ងម៉ាណាល់និងហាស៊ីហេងដែលជាសមាជិកក្លឹបអញ្ចឹងក្រុមប្រធានបទកំណែលំហាត់ប្រតិបត្តិសភៅថ្នាក់ទី11នៃគណិតវិទ្យាពួកយើងមានគោលបំណងនៅក្នុងការឲ្យសិស្សានុសិស្សបានស្វែងយល់នៅរូបមន្តគន្លឹះសំខាន់ៗពីរបៀបសរសេរនិងគន្លឹះដោះស្រាយលំហាត់ព្រមទាំងអាចយកចម្លើយទាំងនោះយកទៅផ្ទៀងផ្ទាត់នៅលំហាត់ដែលពួកគេបានធ្វើរួចហើយពួកយើងក៏អាចបានទាញយកនៅអត្ថប្រយោជន៍ពីសភៅមួយនេះដូចជាជួយបង្កើតចំណេះដឹងឲ្យសិស្សានុសិស្សសម្រួលបន្ទុកលោកគ្រូអ្នកគ្រូនៅក្នុងការបង្រៀនសិស្សានុសិស្សព្រមទាំងឲ្យសិស្សានុសិស្សចាប់អារម្មណ៍នៅផ្នែកគណិតវិទ្យាសម្រាប់យកទៅការប្រឡងនៅក្នុងកម្មវិធីផ្សេងៗដំណើរការស្រាវជ្រាវដំណើរការគម្របសៀវភៅជំហានទី1ចូលកម្មវិធី Microsoft Word ជំហានទី2ជ្រើសរើស Blank Document ជំហានទី3ចូលទៅក្នុង Insert រួចចុច Shape ជំហានទី4ជ្រើសរើសរូបមក Design តាមចិត្តជំហានទី5ធ្វើការបន្ថែម shape អក្សរ logo និង style ផ្សេងៗជំហានទី6អាច design ឬបន្ថែមនៅរូបភាពផ្សេងៗនិងទីបញ្ចប់អាចដាក់ឈ្មោះអ្នករៀបរៀងគ្រូដឹកនាំឬឆ្នាំសិក្សាយើងចូលទៅដល់ដំណើរការសរសេរ heading និង footer ដែលជំហានទី1យើងត្រូវចូល insert ហើយចុច header ជំហានទី2អ្នកអាចវាយលើ header ដោយដាក់ចំណងជើងមេរៀនឬអ្វីៗផ្សេងជំហានទី3ចូល insert រួចចុច footer ជំហានទី4អ្នកអាចវាយលើ footer ដោយដាក់ទំព័រនិងគ្រូដឹកនាំឬអ្វីៗផ្សេងទៀតដែលចាំបាច់ជាចុងបញ្ចប់ខ្ញុំសូមអរគុណទៅកាន់គណៈគ្រប់គ្រងលោកគ្រូអ្នកគ្រូនិងសិស្សានុសិស្សទាំងអស់គ្នាដែលបានទស្សនានៅវីដេអូមួយនេះជាចុងបញ្ចប់ខ្ញុំបាទសូមជូនពរទៅកាន់អ្នកទាំងអស់គ្នាទទួលបាននូវពុទ្ធពរទាំង4ប្រការគឺអាយុវណ្ណៈសុខៈពលៈកំបីគ្រៀតគ្រឿនដោយសូមអរគុណសូមជម្រាបលា